បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនឃើញ QQ នៅកន្លែងដែលខ្ញុំឈរហ្នឹងបងប្អូនកុំច្រឡំថាស្មៅអីណាបាទអាហ្នឹងគឺជាដើមសណ្ដែកដីបងប្អូនបាទហើយថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាដូចជាឃ្លានសណ្ដែកដីដុតបាទអញ្ចឹងខ្ញុំក៏ឆ្លៀតបាទឡើងពីធ្វើការពេលល្ងាចខ្ញុំក៏មកដកសណ្ដែកដីបាទមួយក្តាប់ទូចដើម្បីយកទៅដុតឲ្យវាឈ្ងុយឆ្ងាញ់តែម្ដងតែមើលបងប្អូនថាវាឆ្ងាញ់ដល់កម្រិតណាបាទឥឡូវខ្ញុំកំពុងតែធ្វើការដកឲ្យបងប្អូនបាទនិយាយទៅដកច្រើនដកទៅតែតិចតួចទៅបាទតែមកហូបម្នាក់ឯងបាទហើយឥឡូវនេះគឺថាខ្ញុំដកបានហើយបងប្អូនបាទគឺថាខ្ញុំដកតែប៉ុណ្្នឹងហូបទេបាទគឺបើយើងហូបច្រើនគឺវាខ្លាចខាតបាទឥឡូវក៏មកកើតពេលយូរតែយើងដើរទៅបន្តទៀតបាទហើយនេះគឺថាសណ្ដែកដែលខ្ញុំដកហើយបងប្អូនបាទគឺយើងទុកវាឲ្យរៀងក្រៀមតិចបាទ3-4ថ្ងៃទៅយើងអាចវាយបានហើយអញ្ចឹងខ្ញុំដករួចអានេះដករួចម្សិលមិញវាយើងស្ពាប់តិចទៀតហើយដល់ពេលតែបានតែប្រហែលជា3 ទៅ 4 ថ្ងៃគឺវាចាប់ផ្ដើមក្រៀមអញ្ចឹងចាំយើងវាយវាឥឡូវយើងកុំនិយាយច្រើនយើងដើរទៅបន្តពីកិច្ចរបស់យើងគឺដុតសណ្ដែកដីបាទកុំនៅអាហ៊ីវបបទៅចាច្រើនបាទហើយឥឡូវគឺថាយើងដើរមកដល់កន្លែងដុតសណ្ដែកដីហើយបងប្អូនគឺយើងចាប់ផ្ដើមកាត់ភ្លើងបាទហើយយើងយកអាដើមសណ្ដែកដីដែលវាខៀមអាសណ្ដែកដីហ្នឹងគឺពេលដែលយើងចង់ដកត្មងហ្នឹងគឺយើងប្រឡេះវាយកស្ងោរដល់ពេលអញ្ចឹងយើងទុកដើមវាចោលតែពី3ថ្ងៃទៅវាចាប់បានខៀមយើងអាចយកវាមកកាត់ភ្លើងអញ្ចឹងបានទៀតយេគេទៅអែមដែរបាទហើយខ្ញុំគិតថាប្រហែលជាមានបងប្អូនយើងភាគច្រើនដែលគាត់អត់ធ្លាប់ហូបសណ្ដែកដីបាទដកពីដើមមកថ្មីហើយយកមកដុតលក្ខណៈដូចខ្ញុំអញ្ចឹងខ្ញុំគិតថាប្រហែលជាគាត់ធ្លាប់ហូបបាទគឺភាគច្រើនគឺគាត់ហូបសណ្ដែកដីស្ងោរដែលគាត់ទិញពីគេអញ្ចឹងទៅឬក៏គាត់ស្ងោរហូបខ្លួនឯងប៉ុន្តែគាត់មិនមែនហូបលក្ខណៈបែបហ្នឹងបាទអញ្ចឹងបើខ្ញុំហូបបែបហ្នឹងគឺខ្ញុំខុសគេហ៎បងប្អូនបាទប៉ុន្តែខ្ញុំសូមបញ្ជាក់អង្គបាទដកពីដើមមកថ្មីហើយយើងយកមកដុតចឹងឈ្ងុយខ្លាំងណាអើយនិយាយទៅអាបែបនេះយើងស្ងោរយើងទិញហូបមានហ្នឹងឯងថ្មីវាខ្ញុំដកចេះអញ្ចឹងខ្ញុំមកពីរសជាតិទៅមកជួយមួយខ្ញុំឥឡូវហ្នឹងគឺថាភ្លើងវាចាប់ផ្ដើមឆេះហើយវាអត់តឆេះទេប៉ុន្តែវាហុចផ្សែងរៀបឆេះបងប្អូនបាទគឺតិចទៀតវានឹងចេញដាក់ភ្លើងលឿនភ្លិលមកតែម្ដងបាទឥឡូវគេថាយើងចាប់ផ្ដើមដាក់អស់បងប្អូនបាទដាក់អស់ទូចទៅដើម្បីឲ្យវាឆាប់មានល្ងើកហើយយើងបន្ទាប់ពីយើងដាក់អស់ហើយយើងទុកវាចោលចំមួយសធុដើម្បីឲ្យវាឆេះអស់ហ្នឹងទៅមានល្ងើកចាំយើងមកសារ៉េដាក់ស្ដែកដីហើយយើងធ្វើការដុតបាទបន្ទាប់ពីយើងដុតភ្លើងឲ្យឆេះចោលរយៈពេលបើអស់2-3 ផ្លែតបាទឥឡូវគេថាវាចាប់ផ្ដើមមានល្ងើកហើយបងប្អូនបាទអញ្ចឹងយើងកុំគិតយូរទៀតបាទគឺថាយើងចាប់ផ្ដើមទាញដើមស្ដែកដីមកហើយយកវាមកដាក់ក្នុងភ្លុកភ្លើងផ្លាច់បន្ទាប់មកយើងដាក់ល្ងើកពីលើមើងវាហ្នឹងដើម្បីឲ្យវាសក់ទាំងក្រោមសក់ទាំងលើអញ្ចឹងទៅគឺវាឆ្អិនល្អបងប្អូនបាទយើងដាក់ល្ងើកផងដាក់ផេះផងទៅឲ្យវាងុំបងប្អូនបាទនិយាយទៅគឺវេទនាមកបងប្អូនតែបានហូបនឹងវេទនាប៉ុណ្ណឹងវេទនាអាគេនោះខំធ្វើខំដាំខំថែអស់រយៈពេល3 ខែ 10 ថ្ងៃតែបានប្រមូលផលគេមិនដឹងតូចតែឯងមកបាត់ផងឯងគ្រាន់តែដាំហូបច្រឡំគ្រាន់តែដាំគ្រាន់តែដុតហូបប៉ុណ្ណឹងក៏ហៀបគាត់ដែរធម្មតាទេបើយើងចង់ឆ្ងាញ់យើងកុំខ្ជិលតែបើយើងខ្ជិលយើងកុំចង់ឆ្ងាញ់បាទមាត់និយាយប៉ុន្តែដៃធ្វើនេះហើយគឺជាទង្វើរបស់មនុស្សឧស្សាហ៍បងប្អូនចំណាំមើលតែប៉ុណ្ណឹងទៅគឺដឹងហើយបាទឥឡូវគេថាយើងដាក់លឿនហើយយើងដាក់ផេះឲ្យវាពេញនៅមើមនឹងតែម្ដងបងប្អូនបាទដើម្បីឲ្យវាឆាប់ងុំហើយឆាប់ឆ្អិនបងប្អូនបាទឥឡូវគឺថារួចហើយយើងទុកវាចោលមកសន្ទុះទៅតែបន្ទាប់ពីទុកវាចោលអស់រយៈពេលប្រហែលជា5 នាទីឥឡូវយើងមកមើលវាថាតើវាឆ្អិនហើយឬនៅបងប្អូនបាទសង្ស័យអត់ឆ្អិនណាខ្ញុំបាទទាញមកសង្ស័យជានៅមែនហើយបងប្អូនបាទមើលទៅដូចជាមើលដូចនៅសស្ញាចឹងហើយទេសង្ស័យនេះអាចពេញនឹងឡើយហើយបាទអានេះប្រហែលជាទុកវា5 នាទីទៀតបានវាឆ្អិន